ជំរាបសួរបងនេះខ្ញុំចង់ប្រាប់ពីវីដេអូដៃវីដេអូល្បឿនជុំរបស់សើយបងគប់លេខសំចៃនិងលេខស្តង់ដានឹងអ្នកដែលប្រើតាក់ទ័រចនឌី5055ឬក៏65ហ្នឹងតែងតែមានលេខអង្គគប់មានលេខសំចៃនិងលេខស្តង់ដាថាយើងប្រើនៅពេលណាលេខស្តង់ដាគឺវាយមកខាងក្រោយនេះលេខស្តង់ដានឹងយើងសម្រាប់វាយដីកញ្ជ្រៀងបែបនេះដីកញ្ជ្រៀងបែបហ្នឹងយើងត្រូវតែប្រើលេខស្តង់ដាបាទយើងអាចធ្វើការវាយទៅម៉ាស៊ីនអត់សូវតឹងហើយល្បឿនជុំមកវាគឺរត់តាមនៅល្បឿនម៉ាស៊ីនហើយដែលលេខសំចៃវិញលេខសំចៃគឺនៅខាងមុខយើងវាយពីខាងក្រោយមកខាងមុខហ្នឹងចូលលេខសំចៃហើយលេខសំចៃនេះគឺយើងប្រើសម្រាប់វាយនៅពេលដែលយើងជន់ដីម្សាហើយឧទាហរណ៍គឺដីបែបនេះដីនេះគឺយើងបានវាយពីដំបូងនៅជ្រាំងចេះយើងវាយចោលម្សាហើយបានយើងមកធ្វើការសម្អាតម្សាទៀតគឺយើងធ្វើការប្រើលេខសំចៃព្រោះអីសារយើងប្រើលេខសំចៃទៅម៉ាស៊ីនយើងរត់អត់សូវប្រឹងទេសិនតាក់ទ័រយើងរត់អត់សូវប្រឹងទេហ្នឹងហើយគឺការស៊ីប្រេងក៏មិនសូវជាស៊ីច្រើនដែរព្រោះយើងប្រើលេខសំចៃនេះតាក់ទ័រយើងរត់បានស B 3B យើងរត់លើករងទីអាចថាត្រឹម1000 RPM អញ្ចឹងហើយប្រេងគឺមួយសុទ្ធគឺអត់សូវស៊ីច្រើនមែនទេហើយដីនេះគឺខ្ញុំបានគីរួចហើយគឺដែលប្រើលេខសំចៃហ្នឹងគឺរត់ធូរម៉ាស៊ីនហើយសាវមួយសុទ្ធអញ្ចឹងយើងអត់សូវការប្រើមួយសុទ្ធច្រើនហើយក៏អត់សូវប្រើចំណាយថវិកាច្រើនដែរចាវាជួយសាវយើងច្រើនមែនទែនពេលដែលយើងប្រើលេខសំចៃនេះហើយយើងអត់កម្លាំងសិនយើងអត់សូវប្រឹងអញ្ចឹងហើយកម្ដៅបងសិនក៏អត់សូវជាឡើងខ្ពស់មែនដែរមកល្មមហើយយើងសួរធ្វើការទៀតលះហើយលឿនអញ្ចឹងហើយយើងធ្វើការតាន់ពេលតាន់វេលាហើយនេះគឺថាមកគីមកស្រែនេះមួយទៀតដីទឹកចេះយើងបាក់គីតិចគីទៅរៀងក្រាគីហ្នឹងដីវាហូរមករៀងពូនគ្នាព្រោះថារីងចេះគឺយើងគីទៅឃើញថាស្មើល្អដែរប៉ុន្តែអាចទទួលយកបានឥឡូវចាំមើលពីការវាយដីរបស់ខ្ញុំមួយគ្នាទៅពីការប្រើប្រាស់នៅលេខសំចៃរបស់ចនឌី5055